ចំណុចទី2គឺតកតងជាមួយនឹងសិស្សដែលគាត់រៀនផងហើយនឹងគាត់ធ្វើការផងទី1តកតងជាមួយនឹងគុណសម្បត្តិរបស់គាត់គឺគាត់ទទួលបានបទពិសោធន៍ការងារហើយគាត់អាចយកទ្រឹស្ដីហ្នឹងគាត់អាចយកទ្រឹស្ដីនៅក្នុងសាលាដែលគាត់រៀនហ្នឹងយកទៅអនុវត្តផ្ទាល់ភ្លាមហើយនឹងគាត់អាចធ្វើឲ្យ CV ហ្នឹងគឺវាកាន់តែមានទម្ងន់ជាងមុនទៀតទី2នេះគឺគាត់មានឯករាជ្យភាពទៅលើផ្នែកហិរញ្ញវត្ថុមានន័យថាគាត់អាចធ្វើការផងគាត់រៀនផងហើយគាត់ទទួលបានចំណូលពីការធ្វើការរបស់គាត់ថែមទៀតអញ្ចឹងធ្វើឲ្យការគ្រប់គ្រងចាយវាយទៅលើប្រាក់កាសរបស់គាត់ហ្នឹងវាមានសេរីភាពជាងអញ្ចឹងណាទី3នេះគឺគាត់បង្កើតជំនាញទន់ដែលគេហៅថា soft skill បើកាលពីមុនគឺគេសំដៅទៅលើអ្នកដែលគាត់មាន hard skill ស្រាប់តែសម័យឥឡូវក្រៅពី hard skill ដែលគាត់មានជំនាញដែលគាត់មានហើយគឺគាត់ត្រូវការជំនាញទន់មួយទៀតគេហៅថា soft skill ហ្នឹងមានតាមពីជំនាញតំណែងដោះស្រាយបញ្ហាភ្លាមឬមួយក៏ជាផ្នែកមួយនៃការដោះស្រាយបញ្ហាមិនមែនជាអ្នកដែលបង្កបញ្ហានៅក្នុងស្ថាប័នទេចំណែកឯគុណវិបត្តិទី1គឺប៉ះពាល់ដល់ការសិក្សាបាទទទួលស្គាល់នៅពេលដែលយើងរៀនផងយើងធ្វើការផងអារម្មណ៍របស់យើងវាអត់មូលទេអញ្ចឹងអាចទី1គឺអាចនឹងបាត់បង់ម៉ោងរៀនច្រើនឬមួយក៏គាត់អត់មានពេលគ្រប់គ្រាន់ដើម្បីមើលមេរៀនដោយសារគាត់ជាប់ធ្វើការអញ្ចឹងទៅទី2នោះគឺតានតឹង stress តែម្ដងនិងអស់កម្លាំងកន្លែងហ្នឹងយើងអាចនិយាយ exhausted ក៏បាន burn out ក៏បានតែ burn out នេះគ្រោះថ្នាក់បន្តិចនិងទី3ហ្នឹងគឺគាត់បាត់បង់ពេលវេលាផ្ទាល់ខ្លួនដោយសារតែបន្ទាប់ពីគាត់រៀនគាត់ហូបបាយហើយគឺគាត់ទៅធ្វើការហ្មងអញ្ចឹងអត់មានពេលសម្រាប់ផ្ទាល់ខ្លួនទេអត់មានពេលចំណាយផ្ទាល់ខ្លួនទេគឺគាត់ផ្ដោតសំខាន់តែទៅលើការសិក្សានិងការរៀនវាធ្វើឲ្យបាត់បង់ការ socialize ចូលជាមួយនឹងសង្គមអញ្ចឹងទៅ